បាទសូមបាទគ្រប់នឹងជ្រាបសួរទៅដល់ពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៃបាទ Channel បាទ EP បាទស្វែងជាទីមេត្រីសូមបាទជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននូវបាទអត្ថបទថ្មីក៏ដូចជាក្បួនគុនគូទូទាយដែលខ្ញុំបាទតែងតែធ្វើការដកស្រង់ស្វែងរកយកមកបង្ហាញចែកជូនទៅដល់លោកអ្នកបានទស្សនាផងដែរបាទសម្រាប់ថ្ងៃនេះបុកខ្ញុំបាទក៏សូមធ្វើការជម្រាបជូននៅគឺហោរាសាស្ត្រប្រចាំថ្ងៃដែលទូទាយសម្រាប់ថ្ងៃប្រហ័សទី3ខែថ្មីខែមេសាឆ្នាំ2025ផងដែរបាទអញ្ចឹងបើថាតើក្នុងបើថ្ងៃនេះយីអូរិស័យរបស់លោកអ្នកនឹងមានការប្រែប្រួលយ៉ាងណាខ្លះបាទគឺឡើងខ្ពស់ត្រដែតឬក៏ធ្លាក់ស្រុតចុះយ៉ាងណានោះបើក៏សូមពុកម៉ែបងប្អូនក៏ដូចជាទស្សនិកជនមកទស្សនាជាមួយនឹងខ្លឹមសារជាមួយនឹងជើងលេខរបស់លោកគ្រូហៅដូចតទៅបាទយើងឃើញថាបើមុននឹងធ្វើការបាទជម្រាបជូននៅគឺហោរាសាស្ត្រនោះលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅក្បួនមួយទៀតបាទគឺត្រូវជាមួយនឹងក្បួនហុងស៊ុយបាទអញ្ចឹងមុននឹងបាទធ្វើការបកស្រាយនៅបាទជើងលេខផ្សេងលោកគ្រូក៏សូមធ្វើការបង្ហាញនៅក្បួនហុងស៊ុយដែលជាក្បួនពិសេសជួយលោកអ្នកបានច្រើនណាស់ជាស្ដែងក្នុងថ្ងៃប្រហ័សឃើញថាមានហុងស៊ុយល្អសម្រាប់បាទការកាត់សក់ឲ្យកូនរបស់ពុកម៉ែបងប្អូនមានហុងស៊ុយល្អសម្រាប់បាទការធ្វើពាណិជ្ជកម្មក៏ដូចជាការធ្វើអាជីវកម្មផ្សេងមានហុងស៊ុយល្អសម្រាប់បាទការផ្លាស់ប្ដូរក្រែមានហុងស៊ុយល្អសម្រាប់ការដឹកជញ្ជូនផងដែរបាទអញ្ចឹងនេះគឺជាបហុងស៊ុយល្អប្រចាំថ្ងៃប្រហ័សទី3ខែមេសានេះបើយើងបកមកមើលហុងស៊ុយកម្រិតមធ្យមវិញក៏ឃើញថាបហុងស៊ុយមធ្យមសម្រាប់ការសង់លំនៅឋានថ្មីបហុងស៊ុយមធ្យមសម្រាប់ការបើកសម្ពោធបាទឬក៏តាំងទីលំនៅឋានថ្មីបហុងស៊ុយមធ្យមសម្រាប់ការរុះរើឬក៏ការបំផ្លិចបំផ្លាញអគារបាទហុងស៊ុយមធ្យមសម្រាប់ការធ្វើដំណើរក៏ដូចជាហុងស៊ុយមធ្យមសម្រាប់ការរៀបអាពាហ៍ពិពាហ៍ជាដើមបាទអញ្ចឹងទាំងនេះឯងគឺជាបហុងស៊ុយកម្រិតមធ្យមប្រចាំថ្ងៃបាទប្រហ័សត្រូវនៅថ្ងៃទី3ដោយឡែកបើយើងបកមកមើលឆ្នាំដែលឆុងវិញក្នុងថ្ងៃប្រហ័សនេះដែរក៏ឃើញថាបើគឺឆ្នាំខាលបើឆុងគ្នាជាមួយនឹងឆ្នាំវកហើយអញ្ចឹងលោកអ្នកដែលកើតឆ្នាំខាលឆ្នាំវកមិនត្រូវធៀបគ្នានោះឡើយបើកាលណាឆ្នាំទាំងពីរនេះនៅជាមួយគ្នាអាចឆ្លោះប្រកែកគ្នាអាចខាតលៀបខាតជ័យមិនតែប៉ុណ្ណោះបាទគឺបង្កជាគ្រោះថ្នាក់បាទកើតឡើងទៅទៀតបាទអញ្ចឹងនេះគឺជាបាទក្បួនហុងស៊ុយដែលជាក្បួនសំខាន់ក្បួនជួយលោកអ្នកបានច្រើនសម្រាប់ថ្ងៃប្រហ័សនេះចូលពិនិត្យមើលក្បួនឲ្យបានត្រឹមត្រូវមុននឹងអនុវត្តកិច្ចការងារប្រចាំថ្ងៃបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅក្បួនមួយទៀតគឺត្រូវជាមួយនឹងបាទគឺក្បួនបាទយាមបក្រឡាវិញម្ដងបាទដោយឡែកបើយើងក្រឡេកមកមើលក្បួនយាមក្រឡាលោកអ្នកដឹងទេថាបាទក្បួននេះគឺជាក្បួនដែលមានសារៈសំខាន់ខ្លាំងណាស់ក្នុងកាលដែលមើលនៅពេលវេលាដែលត្រូវធ្វើដំណើរថាតើថ្ងៃបាទគឺប្រហ័សត្រូវនៅថ្ងៃទី3ខែមេសាឆ្នាំ2025នេះដែរលោកអ្នកគួរតែចេញដំណើរចំពេលវេលាណាមួយបាទអញ្ចឹងសម្រាប់ក្បួនបានបកស្រាយហើយវេលាពេលព្រឹកបាទគឺចន្លោះពីម៉ោង 6:00 ទៅដល់ម៉ោង 8:24 នាទីគឺជាពេលវេលាគ្រោះថ្នាក់ពេលពេញពន្លឺចាប់ពីម៉ោង 8:24 នាទីទៅដល់ម៉ោង 10:48 នាទី
cứ chỉ bê vật liệu thô mà đá nâng sập rạp bê thăng ngay trỏng chắc bị mong đọc xài sập rằm bầy nửa ti từ đó mong mùi đập bì nửa ti cứ chỉ bê vật liệu xế rấy hai chấm bố bê rồi xế nú chắc bị mong mùi đập bì nửa ti từ đó mong bay xàm sập rằm mùi nửa ti cứ chỉ bê vật liệu tục sóc sập rạp bê là nghiệt chắc bị mong bay xàm sập rằm mùi nửa ti từ đó mong rằm mùi xôn xôn cứ chỉ bê vật liệu liệp chê ba chẳng sập rạp bộc mài bồng ôn đạiนิยมbà cứ tua sanh đâu có buồn diêm cỏ lá này lục nẹtประกอบ chỉ đằng pì pê liệt đại lò hơi lục nẹtประกอบ chỉ thọp hơi cả na chân trong pê liệt lò nâng từ tu ban phải cá từ tu ban lật tập phật từ tam nu chẳng ประจำ ngày ประหาร នេះ pê liệt lò rùm miền cứ nơi pê là nghiệt cứ nơi pê bình bình lư cứ trên nơi pê thằng ngày tròn bà chết đây nè pê liệt tàng 7 ni cứ nôm nơi phải cá nôm liệp nôm chày hai bà luôn nè bà chơi nằm nói trong pê là o chuyện kê từ tiết nia pê là nghiệt nu có can tài là ó có can tài từ tu ban nơi bà cứ bà phải cá của can trở trơn cách càng nghỉ cứ đã cho đo tạm đài tạm đòn ba chân tiếng đi cứ chỉ pê liền lo pro chấm bất ngày pro hoa bởi dân bom mà mơ pê liền mình lọ vinh bộc mài bằng ôn mình cua na trên năm nay trong thực tế ruộng miền cứ nơi pê prắc cứ nơi pê rô xiel rồi ấy pê liền tiếng pì ni cứ ai nôm nơi bà cứ cua nôm nơi tục lồng ba nôm nơi đường này mình lọ chẳng hỡi chỗ chia trên nhà ngày bạn chẳng sầm rạp bà cứ buồn bà diêm cỏ la đại lục pru ban thưa cả bộ sải ni có bán thưa cả bằng hát rồi rồi nửa lại từ bục mang bốn ăn vọt từ tam có buồn tại phần nọ chia bần to từ tiệt lục pru có sớm thưa cả bần to bằng hái nơi buồn chia bần to từ tiệt cứ trâu chứ môi nàng bà cứ buồn con ông cà mở tứ tèng bầm bơi ba có lên mà mơ có buồn con ông cà mở tứ tèng bầm bơi phong đai có buồn đi bà cứ tha chui lục nẹt bàn trao được khí bà sầm rạp thằng ngày bờ hoa ti bảy khải mê sa cho nam pi pon một hay bảm nỉ ba lúc này đang tê tha thằng ngày bờ hoa cứ miền cẩm láng đọc bầm buồn giờ đây nâng hàm rúa cứ thật nợ tư bố cứ tư khang cả tròn bà đối với hai bộc mang bồn tẹng ở khía niệm môn về thôi đầm na từ bổng pin cách càng nghiệp pro chăm ngày mình tha chỉ cách càng nghiên nút cứ tôi cách càng nghiên nút cứ thôm cách càng nghiên nút cứ sầm khai rư mình sầm khai được lời cứ đồng ra người bộc mang bồn trâu để chế và thưa cả bài một tổ tư là trên nâng hàm rúa pro chăm ngày này chỉ một dần cứ trâu từ bài một tổ tư bồn này chỉ một dần hai xong bẩn to trên nằm na tàu bổng pin cách càng nghiết tạm cỏ cho ba bà cá này được bốc mang bồn thưa cả bài một tổ tư bồn này rồi hơi miền này thà bốc mài bổng ổn bà cứ bàn bổng pin đâu cả tập cách mùi đỏ sầm khăn lúc này bạn sộp dục nó tham một pol sộp dục nơi sẽ ray sự đấy sộp dục nơi rừng lo sộp dục nơi thị ẩm nai sộp dục nơi cổng lăng đỏ cha con ông cà piên đừng thay ra sao được cách càng nghỉ bà chăng nì cứ chỉ buồn đại miềnประสิทธิភាពដែលជួយលោកអ្នកបានច្រើនប្រចាំថ្ងៃប្រហោះទី3ខែមេសានេះបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅក្បួនមួយទៀតគឺត្រូវជាមួយនឹងបាទគឺក្បួនហោរាសាស្ត្រប្រចាំថ្ងៃវិញម្ដងបាទបើយើងក្រឡេកមកមើលគឺហោរាសាស្ត្រប្រចាំថ្ងៃលោកអ្នកដឹងទេថាបាទគឺឆ្នាំជាដំបូងគឺត្រូវជាមួយនឹងឆ្នាំជូតរិស័យរបស់លោកអ្នកដែលកើតឆ្នាំជូតនាថ្ងៃប្រហោះទី3ខែមេសាឆ្នាំ2025នេះជាមួយនឹងឆ្នាំជូតមានទេទឹកឆ្នាំជូតមានពងគឺទេវតាប្រុសយេអូរិស័យរបស់លោកអ្នកនោះក៏ឃើញថាគឺធ្លាក់ស្រត់ចុះបាទនៅថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកស្ថិតនៅលើកំណាត់ផ្លូវរកដែលប្រដប់ក៏ច្រើនបន្តិចហើយបើធ្វើអ្វីៗมันអាចធ្វើប្រហែសបាននោះឡើយ
បើពុំនោះទេនឹងជះឥទ្ធិពលអាក្រក់បើកើតឡើងជាជាពុំខានការប្រកបការងារលោកអ្នកចូលប្រយ័ត្នបើត្រូវគេបន្ទោសឬក៏បង្កើតឲ្យមានបញ្ហាចំនួនវិវាទណាមួយកើតឡើងទៅទៀតអ្នកប្រកបរបររកស៊ីជួញដូរលៀបតូចធំពុំមានសម្បូរទេព្រោះបើមិនបបលហួរក៏ត្រូវអ្នកដតីដណ្ដើមយកអស់មុនផងដែររាបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំឬក៏ពោះម៉ៃក្តីកើតមានតែភាពប្រទាំងប្រទើកើតមានតែភាពបើគឺប្រឆាំងគ្នាច្រើននេះថ្ងៃប្រហោះនេះបាទជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការបន្តនៅយីអូននៅរាសីគឺឈានជើងចូលដល់លោកអ្នកបាទដែលកើតនៅក្នុងបាទគឺឆ្នាំបើឆ្លូវវិញម្ដងបាទចំពោះឆ្នាំឆ្លូវផងដែរបាទរាសីប្រចាំថ្ងៃបាទគឺប្រហោះទី3ខែមេសាឆ្នាំ2025នេះលោកអ្នកដែលកើតឆ្នាំឆ្លូវមានធាតុដីឆ្នាំឆ្លូវមានពងគឺបំមនុស្សប្រងបើតាមយីអូរាសីរបស់លោកអ្នកនោះក៏ឃើញថាគឺបាទធ្លាក់ស្រត់ចុះដូចគ្នាបាទថ្ងៃនេះយីអូនមិនសូវជាកប់ប្រសើរប៉ុន្មាននោះទេដូច្នេះហើយការធ្វើអ្វីមួយគឺងាយកើតនៅអារម្មណ៍ដែលមានការខឹងសម្បានិងកើតជារឿងរ៉ាវបាទយាយីឈានជើងចូលជាងសពមួយដងដូច្នេះត្រូវគប្បីមានការប្រយ័ត្នប្រយែងឲ្យបានខ្លាំងក្លាចំពោះការប្រកបការងារបើក៏តែងតែមិនសម្រេចដោយបំណងតាមការពងទុកនោះដែរបាទអ្នកប្រកបរបររកស៊ីជួញដូរវិញកើតមានតែការរឿងរ៉ាវរកម្មរកុសក៏ច្រើនបន្តិចព្រោះតែមានក្រុមមនុស្សបង្កផលលំបាកក៏ច្រើនដូច្នេះហើយបើមិនចេះដោះស្រាយទេពេលខ្លះរឿងរ៉ាវតូចសោះអាចនឹងប្រែរីកធំថែមទៀតដោយឡែកបើយើងក្រឡេកមកមើលសម្ព័ន្ធភាសាស្ប្រុសស្រីមានការស្មុគស្មាញហើយក៏ងាយកើតចំនួនវិវាទណាដូចនេះលោកអ្នកត្រូវកាត់បន្ថយការប្រកែកប្រកាន់ចេញពីខ្លួនខ្លះគឺជាការល្អប្រសើរបាទអញ្ចឹងនេះគឺជាយីអូនឫស្សីនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំឆ្លូវបាទជាបន្តទៅទៀតនោះលោកគ្រូក៏សូមធ្វើការទូទាយនៅយីអូនឫស្សីនៅជើងលេខគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំបន្ទាប់គឺត្រូវនឹងបើឆ្នាំខាលវិញម្ដងបាទសម្រាប់ឆ្នាំខាលផងដែររាសីប្រចាំថ្ងៃប្រហោះទី3ខែមេសាឆ្នាំ2025នេះដោយសារតែឆ្នាំខាលមានធាតុសើឆ្នាំខាលមានពងគឺយៈស្រីយីអូរាសីរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមបាទថ្ងៃប្រហោះទី3ឃើញថាជាថ្ងៃល្អថ្ងៃផ្ដល់ផ្លែផ្កាជូនដល់លោកអ្នកក្នុងការសម្រេចចិត្តទិញផ្ទះសម្បែងក្នុងការសម្រេចចិត្តលេងបើគឺនៅបើគឺការទំនាក់ទំនងបើក៏ដូចជាការលេងហ៊ុនកិច្ចសន្យាឬក៏ការផ្លាស់ការងារអ្វីមួយទៅទៀតបាទបើមានការចរចាឬក៏ទំនាក់ទំនងអ្វីមួយលោកអ្នកយកថ្ងៃនេះចោះក៏ល្អប្រសើរផងដែរពីព្រោះបើគឺថាតែងទៅទទួលជោគជ័យមកវិញអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃបើប្រហោះទី3នេះឃើញថាលទ្ធផលល្អគឺចំពោះមុខបាទគឺចំពោះការចរចាក៏ដូចជាការបណ្ដាក់ទុនឬក៏ការបាទគឺចង់បញ្ចេញប្រកាសក្នុងការធ្វើអ្វីមួយព្រោះមិនត្រឹមតែសមដោយប្រកបទេតែនៅឆាប់រីកដុះដាលឈានទៅមុខថែមទៀតផងរីឯបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំមានការផ្អែមល្ហែមគួរសមនិងពេលនេះកំពុងតែផ្ដល់លទ្ធផលល្អបំផុតសម្រាប់ការរៀបចំសំគុំគ្រួសារបាទអញ្ចឹងជាស្រ័យនេះគឺជាជើងលេខនេះគឺជាយីអូរាសីរបស់លោកអ្នកដែលកើតឆ្នាំខាលបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តទូទាយនៅជើងលេខនៅយីអូរាសីគឺឈានជើងចូលដល់បើពុកម៉ែបងប្អូនដែលកើតឆ្នាំបាទគឺថោះវិញម្ដងបាទដោយសារតែឆ្នាំថោះរាសីក្នុងថ្ងៃប្រហោះទី3
ខែមេសាឆ្នាំ2025នេះស្ដេចណាស់ឆ្នាំថោះមានធាតុសើមានពងគឺបំមនុស្សស្រីបើតាមយេអូរិស័យបើតាមជើងលេខសូមធ្វើការប្រកាសថារិស័យក្នុងថ្ងៃនេះមិនល្អប្រសើរនោះទេបាទលោកអ្នកងាយកើតនៅរឿងរ៉ាវបន្តិចបន្តួចចូលយីយីបង្កឲ្យកើតការថ្នាំងថ្នាក់និងបច្ចិតបាទនឹងជាងសពមួយដងការប្រកបការងារលោកអ្នកបើធ្វើអ្វីក៏ដោយតែងតែជួបបញ្ហាគោផ្លូវចិត្តក៏ច្រើនពិសេសងាយកើតរឿងរ៉ាវចម្រុងចម្រាសជាមួយនឹងអ្នកដទៃថែមទៀតសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃប្រហ័សទី3នេះផងដែរការជួញទីចិត្តឆ្ងាយផលកម្រៃទោះជួបការលំបាកម្ដេចបដាប៉ុន្តែក៏មានផលចំណូលមួយគ្រាន់បំពេញក្រពះចំពោះការធ្វើដំណើរឆ្ងាយចិត្តវិញនោះមិនសូវជាមានសុខសុវត្ថិភាពទេក៏បីបន្ថែមការប្រុងប្រយ័ត្នរីឯសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំមិនមានការផ្លាស់ប្ដូរទេគឺមានការស្រស់ស្រួលល្អដូចសពមួយដងបាទអញ្ចឹងនេះឯងគឺជាយេអូរិស័យនេះឯងគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំថោះបាទជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការបន្តទូទាយនៅជើងលេខនៅយេអូរិស័យគឺឈានជើងចូលដល់លោកអ្នកដែលកើតនៅក្នុងបាទគឺឆ្នាំបរោងវិញម្ដងបាទសម្រាប់ឆ្នាំរោងបាទលោកអ្នកដឹងទេថារិស័យក្នុងថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025នេះជាមួយនឹងឆ្នាំរោងដោយសារតែមានបើគឺធាតុមាសដោយសារតែមានពងគឺទេវតាប្រុសយេអូរិស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេបាទការរស់នៅរបស់លោកអ្នកអាចទទួលរងនៅការប៉ះទង្គិចជាមួយនឹងក្រុមមនុស្សច្រើនពិសេសឲ្យប្រយ័ត្នបើក្រុមមនុស្សនៅក្បែរខ្លួនតែម្ដងហើយការប្រកបការងារលោកអ្នកទទួលរងនៅបើគឺផលលំបាកបន្តិចបន្តួចពិសេសគឺបញ្ហាការងារត្រូវរែកពុនក៏ច្រើនហើយបើកើតការប្រទាំងប្រទើជាមួយនឹងអ្នកដទៃហ្នឹងក៏ច្រើនទៅទៀតសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញមានការរីកលូតលាស់ទៅមុខគួរសមហើយបើចង់ទិញទំនិញអ្វីមួយមកហើយនោះយូរណាស់មកហើយនោះក៏គ្រាន់ទុកបើជាការជួញដូរនៅថ្ងៃខាងមុខក៏ជាការល្អប្រសើរទៅទៀតបាទរីឯបញ្ហាគឺកំឡោះក្រមុំបើលោកអ្នកពុំទាន់មានគូគប់ទេអាចបាទគឺជួបបាទគឺគូគប់ដូចបំណងបាទអញ្ចឹងនេះគឺជាយេអូរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំរោងបាទជាបន្តទៅទៀតបាទលោកគ្រូសូមធ្វើការទូទាយនៅយេអូរិស័យនៅជើងលេខបាទរបស់លោកអ្នកដែលកើតឆ្នាំបន្ទាប់គឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំម្សាញ់វិញម្ដងបាទឆ្នាំម្សាញ់លោកអ្នកដឹងទេថារិស័យប្រចាំថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025នេះបើឆ្នាំម្សាញ់ដោយសារតែមានទៀតភ្លើងដោយសារតែមានពងគឺបើមនុស្សប្រុសយេអូរិស័យរបស់លោកអ្នកក៏ឃើញថាគឺធ្លាក់ស្រុតចោលបាទនៅក្នុងថ្ងៃនេះបើលោកអ្នកជួបបញ្ហាអ្វីមួយត្រូវចេះទប់ទល់ឲ្យបានល្អនោះរឿងតូចបាទទៅមិនអាចคล้ายទៅជារឿងធំបានបាទការប្រកបការងារបើទោះបីបើលោកអ្នកខំរត់ចុះឡើងក៏ពុំសូវសម្រេចដូចបំណងនោះដែរគឺច្រើនតែខកបំណងច្រើនជាងហើយសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បោះទុនទៅលើអ្វីមួយត្រូវមើលមុខមើលក្រោយព្រោះផ្លែផ្កាដែលទទួលបានមកវិញក៏មានភាពយ៉ាប់យ៉ឺនសម្បើមនិងបញ្ហាក៏ចូលមកលុកលុយក៏ច្រើនដោយឡែកចំពោះសេចក្តីស្នេហ៍ប្រុសស្រីមានដំណើរប្រទាំងប្រទើដែលងាយកើតរឿងរ៉ាវចំនួនវាណាបាទក្នុងថ្ងៃនេះបាទអញ្ចឹងនេះគឺជាយេអូរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំម្សាញ់បាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅយេអូរិស័យនៅជើងលេខបាទគឺឈានជើងចូលដល់ពុកម៉ែបងប្អូនបាទដែលកើតនៅក្នុងបាទគឺឆ្នាំមមីវិញម្ដងបាទ
រិស័យរបស់លោកអ្នកដែលកើតឆ្នាំមមីរិស័យប្រចាំថ្ងៃបប្រហោះត្រូវនៅថ្ងៃទី3ខែមេសាឆ្នាំ2025នេះដែរលោកអ្នកដែលកើតឆ្នាំមមីដោយសារតែមានធាតុភ្លើងដោយសារតែមានពងគឺទេវតាស្រីយោរិស័យរបស់លោកអ្នកនោះក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមបាទក្នុងថ្ងៃនេះផ្ដល់លទ្ធផលល្អៗសម្រាប់លោកអ្នកចរចាក៏ដូចជាលោកអ្នកទំនាក់ទំនងកិច្ចការងារដោយទទួលបានលទ្ធផលសម្រេចនោះគឺមានខ្ពស់គួរសមហើយការប្រកបការងារអ្វីឬក៏បើមានធ្វើអ្វីមួយងាយឆាប់ចប់និងបើមានការខិតខំបើក៏តែងតែហុចជាផ្លែផ្កាមកវិញដូចជាទីគប់បំណងសម្រាប់អ្នកប្រកបរបររកស៊ីជួញដូរឃើញថាបាទគឺរឿងបើមានការជឿនលឿនទៅមុខគួរសមហើយបើពិសេសងាយនឹងអាចតាក់ទាញអតិថិជនថែមទៀតរីឯបញ្ហាបើសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំមានការស្រស់ស្រាយនិងនឹករលឹកបាទគឺចំពោះគ្នាដោយសពមួយដងបាទអញ្ចឹងនេះគឺជាយោរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំមុមីបើជាបន្តទៅទៀតលោកគ្រូក៏សូមធ្វើការទូទាយបន្តបង្ហាញនៅជើងលេខនៅយោរិស័យគឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំបន្ទាប់គឺឆ្នាំមម៉ែវិញម្ដងបាទសម្រាប់ឆ្នាំមម៉ែរិស័យប្រចាំថ្ងៃបាទគឺប្រហោះទី3ខែមេសាឆ្នាំ2025នេះលោកអ្នកដែលកើតឆ្នាំមម៉ែដោយសារតែមានទៀតមាសដោយសារតែមានពងគឺទេវតាស្រីយោរិស័យរបស់លោកអ្នកក៏ឃើញថាគឺខ្ពស់ត្រដែតត្រដើមការរស់នៅបើមានបញ្ហាបាទគឺកាលពីមុនមកហើយលោកអ្នកយកថ្ងៃនេះមកធ្វើការដោះស្រាយក៏រមែងតែងតែទទួលជាលទ្ធផលគ្រាន់ជាទីគប់ចិត្តការប្រកបការងារបើលោកអ្នកមានគម្រោងឬក៏ផែនការកិច្ចការងារអ្វីមួយតែងតែមានសហការពីសំណាក់អ្នកដទៃជានិច្ចបាទដោយឡែកការធ្វើអ្វីតែងតែមានការជឿនលឿនទៅមុខនិងផ្ដល់ជាលទ្ធផលល្អៗមកវិញផងដែរទាំងសភាពបរិសុទ្ធទាំងសភាពនារីផ្ដល់លទ្ធផលល្អៗសម្រាប់លោកអ្នកបណ្ដាក់ទុនរកស៊ីដោយអាចមានការបាទចម្រើនលូតលាស់បាទដោយពាក្យចាស់លោកពោលថាដាក់ចុះដុសដាលបាទតាមដៃផងដែរបាទរីឯបើបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំក្នុងថ្ងៃនេះបើចង់សំគុំគ្រួសារដោយចូលនិយាយដល់ចាស់ទុំឬក៏សាងសង់ស្នេហាថ្មីថ្មោងក៏រមែងតែងតែសមដោយគប់បំណងជានិច្ចបាទអញ្ចឹងនេះឯងគឺជាយោរិស័យនេះឯងគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំមម៉ែបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការទូទាយនៅជើងលេខនៅយោរិស័យនៅឆ្នាំបន្ទាប់គឺត្រូវជាមួយនឹងលោកអ្នកដែលកើតឆ្នាំវកបាទចំពោះឆ្នាំវកលោកអ្នកដឹងទេថារិស័យប្រចាំថ្ងៃប្រហោះទី3ខែមេសាឆ្នាំ2025នេះចំពោះឆ្នាំវកផងដែរដោយសារតែមានធាតុដែកដោយសារតែមានពងគឺយៈប្រយោរិស័យរបស់លោកអ្នកក៏ឃើញថាគឺបើល្អជាមធ្យមនោះទេនៅក្នុងថ្ងៃនេះដួងចិត្តរិស័យរបស់លោកអ្នកមានការរីកលូតលាស់សន្សំទៅមុខឥតមានអ្វីដែលជាបញ្ហាអាក្រក់នោះឡើយនាំពិបាកទប់ទល់នោះឡើយសម្រាប់បរិយាពេលនេះដែររាល់នៅបាទគឺឧបសគ្គនិងរាល់បញ្ហាស្មុគស្មាញត្រូវបានសាបរលាបទៅឆ្ងាយធ្វើឲ្យដំណើរជីវិតប្រកបទៅដោយភាពបាទគឺសុខដុមល្អប្រសើរឡើងវិញអ្នកប្រកបរបររកស៊ីជួញដូរក៏ជួបបញ្ហាលំបាកក្នុងការរកផលចំណូលហើយពិសេសការចំណាយនោះគឺមានខ្ពស់ថែមទៀតរីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីកំឡោះក្រមុំមិនសូវជាចេះទប់ទល់នោះឡើយបាទគឺម្លោះហើយបើមិនចេះកែប្រែនឹងចេះអត់ឱនឲ្យគ្នានោះឡើយចំនួននឹងកើតមានឡើងគឺជាក់ជាបាទគឺជាក់ជាពុំខានបាទអញ្ចឹងនេះគឺជាយោរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំវកបាទ
Chia bắn to từ tiệt lục ru có sớm thưa cả tu tiền nơi dự ô say nơi trường lệ cứ trao cho môi nâng lục này đã có nắm bà cứ rổ cá bình mà đòn ba ở lục này đã có nắm rổ cá rìa sayประจำ ngày bà cứ pro hoa tí bởi khai bà mấy sai cho nắm pi pon mà phay pram đi bởi cho nắm rổ cá đưa xa từ miền bà cứ thiệt đai đưa xa từ miền pong cứ dẹp pro bà tam dự ô say bà lục này khơi tha cứ lẹ sọt cho bà con nông tháng ngày pro hoa tí bởi ní đom nai chỉ vật nghề plap đô khang flower rom nướng cách càng nghề tội thôm tiệt sao còn nghề đô plap bà cứ đôi kia phòng đài bà cácประกอบការងារលោកអ្នកចូលប្រយ័ត្នបើគឺត្រូវគេបន្តហើយកើតមានចំនួនវិវាទជាមួយនឹងអ្នកដទៃដោយប្រការណាមួយទៅទៀតបាទអ្នកប្រកបរបររកស៊ីជួញដូរលៀបតូចធំពុំសូវមានសម្បូរទេព្រោះបើមិនបលហួរក៏ត្រូវអ្នកដទៃដណ្ដើមយកអស់មុនផងដែរចំពោះបញ្ហាសេចក្តីស្នេហ៍ប្រុសស្រីកំឡោះក្រមុំឬក៏ពោះម៉ាយក្តីកើតមានតែភាពប្រទាំងប្រទើនិងប្រឆាំងគ្នាបើច្រើនបាទអញ្ចឹងនេះគឺជាយោរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំបើគឺរកាបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តទុះទាយនៅយោរិស័យនៅជើងលេខគឺត្រូវជាមួយនឹងពុកម៉ែបងប្អូនដែលកើតឆ្នាំចវិញម្ដងបាទចំពោះឆ្នាំចផងដែររិស័យប្រចាំថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025នេះបាទអស់លោកអ្នកដែលកើតឆ្នាំចដោយសារតែមានធាតុដីដោយសារតែមានពងគឺយៈស្រីបើតាមយោរិស័យរបស់លោកអ្នកនោះក៏ឃើញថាគឺឡើងខ្ពស់ត្រដាំបាទនៅក្នុងថ្ងៃនេះផងដែរដោយសារតែយាអូនល្អរាស័យខ្ពស់ដោយនេះលោកអ្នកអាចមានរឿងរ៉ាវគឺល្អចូលមកធ្វើឲ្យអ្វីដែលធ្លាប់តែមិនល្អនឹងប្រែមកជាបើគ្រាន់ក៏ប្រសើរឡើងវិញចំពោះបញ្ហាប្រកាសការងារឬក៏រឿងផ្ទាល់ខ្លួនឃើញថាមានការចម្រើនលូតលាស់ទៅមុខសន្សំជានិច្ចហើយអ្នកប្រកបរបររកស៊ីជួញដូរបើចង់បោះតន់តូចធំតែងតែហុចផ្លែផ្កាមកវិញគ្រាន់ក៏ប្រសើរចំពោះការធ្វើដំណើរទីជិតឆ្ងាយក៏ជួបនៅភាពសុខដុមនិងសេចក្តីសោមនស្សរីករាយជានិច្ចដោយឡែកចំពោះសេចក្តីស្នេហ៍ប្រុសស្រីកំពុងតែមានភាពបើគឺស្រស់ស្រាយប្រៀបដូចជាត្រីក្នុងទឹកនារដូវខែវស្សាបាទអញ្ចឹងនេះគឺជាយោរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំចបាទជាបន្តទៅទៀតបាទលោកគ្រូក៏សូមធ្វើការបន្តបង្ហាញនៅជើងលេខនៅយោរិស័យគឺឈានជើងចូលដល់បើពុកម៉ែបងប្អូនដែលកើតឆ្នាំកុលបាទបើយើងក្រឡេកមកមើលយោរិស័យជើងលេខរបស់លោកអ្នកដែលកើតឆ្នាំកុលប្រចាំថ្ងៃប្រហ័សត្រូវនៅថ្ងៃទី3ខែមេសាឆ្នាំ2025នេះដែរចំពោះលោកអ្នកដែលកើតឆ្នាំកុលដោយសារតែមានធាតុទឹកដោយសារតែមានពងគឺបើមនុស្សស្រីយោរិស័យរបស់លោកអ្នកក៏ឃើញថាគឺល្អជាមធ្យមនោះទេបាទក្រោយពេលដែលឆ្លងចូលដល់ខែមេសានេះដែលជាខែថ្មីដួងចិត្តរិស័យរបស់ពុកម៉ែបងប្អូនក៏ឃើញថានៅកម្រិតបាទគឺមធ្យមបាទមិនល្អពេកក៏មិនមែនចុះនោះដែរបាទគឺមានលៀបសំណាងលេីឡំជាមួយនឹងបាទគឺទុកលំបាកផ្សេងប៉ុន្តែបើឃើញថារាល់បញ្ហាទាំងអស់ដែលកើតមានឡើងក៏តែងតែមានដំណោះស្រាយហើយតែងតែដោះស្រាយហើយទទួលបានលទ្ធផលមកវិញគឺច្រើនគួរសមបាទដោយឡែកចំពោះរាសីរបស់លោកអ្នកប្រចាំថ្ងៃប្រហ័សទី3នេះលោកអ្នកដែលកើតឆ្នាំកុលត្រូវរវេសរវៃប្រញាប់ប្រញាល់ដៃជើងទៅបានលទ្ធផលល្អៗនឹងហុចមកវិញគួរជាទីពេញចិត្តទៅរួចចំពោះអ្នកប្រកបរបររកស៊ីជួញដូរមិនមានការលូតលាស់ទៅមុខទេគួរបាទមានការបើកចិត្តបាទគឺមានការបើកចិត្តឲ្យទូលាយហើយសម្រាប់បាត់ដំណើរជីវិតនោះក៏ឃើញថាមិនទៅមុខបាទក៏មិនថយក្រោយនោះដែរគឺនៅកម្រិតកណ្ដាលហើយបើលោកអ្នកចង់ធ្វើអ្វីមួយគឺកុំធ្វើធំដុំពេកធ្វើកម្រិតមធ្យមបានហើយព្រោះថាលទ្ធផលក៏នឹងទទួលបាន
bà cứ mình bà chỉ lo pếch mình bà cào pếch ba đôi lại bây giờ bọn mà mơ xịt đây snap pro say cầm lọt cầm móm rư có pu mày mày cái đây miền đầm na pom lọ tê choประหยัด ក្រុមមនុស្សចូលមកបំបីបំបាក់ដោយប្រការណាមួយបាទអញ្ចឹងនេះគឺជាយោរិស័យនេះគឺជាជើងលេខរបស់លោកអ្នកដែលកើតឆ្នាំកុលបាទសម្រាប់បកាគុនគូទូទាយនៅហោរាសាស្ត្រប្រចាំថ្ងៃដែលសម្រាប់ថ្ងៃប្រហ័សទី3ខែមេសាឆ្នាំ2025នៅពេលនេះក៏ត្រូវបានបញ្ចប់ផងដែរសូមពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនានៅ Channel EP ស្រីនោះក៏សូមជួយចុចប៊ូតុង Subscribe Like និង Share ដើម្បីទទួលបាននៅអត្ថបទថ្មីៗចំណេះដឹងថ្មីៗក៏ដូចជាក្បួនគុនគូទូទាយផងដែរបាទពីខ្ញុំបាទក៏សូមអរគុណនិងសូមជម្រាបលាវិលមកជួបគ្នានៅអត្ថបទល្អៗអត្ថបទថ្មីៗក្រោយៗទៀតបាទសូមអរគុណ